អ្នកគឺជាអ្នកពូកែក្បាច់គុណតើវាមិនដូចគ្នាទៅនឹងអ្នកចាញ់យ៉ាងឡងទេជន់ឈ្លីនៅក្រោមជើងរបស់ខ្ញុំរងចាំរហូតដល់ខ្ញុំបូមឈាមរបស់អ្នកក៏បានត្រឡប់ទៅវិញហើយបានបំផ្លាញគ្រួសារយ៉ាងទាំងមូលចុះមកដីបងប្អូនឡព្រះនាងម្ចាស់កត្រីព្រះឲ្យតើយើងធ្វើអីខុសទទួលបន្ទុកបែបនេះតោះលេងបងប្រុសមកដេញខ្ញុំបងប្អូនឲ្យរត់យឺតប្រយ័ត្នកុំដួលបងប្រុសរបស់ខ្ញុំសូមរត់យឺតដើម្បីឲ្យខ្ញុំអាចធ្វើបានបាទបងប្រុសកូនខ្លាំងម្លេះរមែចក៏ភ្ញាក់ដែរបងប្រុសហៅគាត់គឺជាស្រុកព្រះ Marshall ស្រុក Washington មិននឹកស្មានថាកណ្ដាប់ដៃរបស់បុរសម្នាក់នេះមានកម្លាំងខ្លាំងយ៉ាងនេះទេតែមើលការបញ្ចេញមិត្តគាត់មិននិយាយទេហាព្រះកំពុងឃ្លាំមើលយើងថ្ងៃនេះខ្ញុំបានជួបMarshall Godzone ដែលមិនទាន់បាន